បាទសួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយនេះយើងនិយាយអំពីរបៀបនៃការតម្លើងងាយៗខ្មែរ Editor ប្រភេទ Add-in នៅលើ Microsoft Word កម្មវិធីនេះជួយបងប្អូនក្នុងការពិនិត្យអក្ខរាវិរុទ្ធឬក៏វេយ្យាករណ៍ភាសាខ្មែរចឹងទេដើម្បីកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមទៅបើកមើលទៅលើ file zip ដែលក្រុមការងារបានផ្ញើជូនបន្ទាប់ពីយើងបាន download ហើយយើងគ្រាន់តែមកคลิกទៅលើ file ប្រភេទ file RAR ហើយយើងយកពាក្យ more option ហើយយើងយក extract to បាទ folder ដោយសារខ្ញុំបាន extract ម្ដងហើយយើងគ្រាន់តែយកកន្លែងនេះបើធម្មតាយើងយកជា yes ទៅបានហើយបាទយើងក្រោយពីយើងបានបើកបាទយើងបើក folder ដែលបាន extract ហើយយើង right click ទៅលើប្រភេទfile មួយនៅលើនេះចំណងជើងយើងដាក់ថា install Khmer Editor បាទអញ្ចឹងយើងចុច run mouse ស្ដាំយើងយក run administrator បាទ run មកវា load នឹងតម្លើងឲ្យយើងដោយស្វ័យប្រវត្តិលឿនមែនតើបាទលឿនមែនតើ2-3 second គឺ load តម្លើងរួចជាការស្រេចបាទក្រោយពីតម្លើងហើយបងប្អូនទៅបើកទៅលើកម្មវិធីរបស់យើង Microsoft Word បាទបើក Microsoft Word មកយើងគ្រាន់តែចុចទៅលើ add-in បាទបន្តមកទៀតយើងចុច more add-in បន្តមកទៀតយើងមានបាទយើងឃើញមាន3ទៅលើ tab ខាងនេះមាន my add-in set folder និង store អញ្ចឹងយើងចុចយកអាកណ្ដាលគេដែលឈ្មោះថា set folder បន្តមកយើងបើកកម្មវិធីរបស់យើង Khmer Editor ហើយយើងចុចប៊ូតុង add ជាការស្រេចពេលនោះកម្មវិធីនឹង load ឡើងនៅលើ home page របស់បងប្អូនហើយបន្ទាប់ពីនេះទៀតបងប្អូនគ្រាន់តែ copy នៅលើ ID នេះផ្ញើមកខ្ញុំបាទជាអ្នកបច្ចេកទេសផ្ទាល់ក្នុងការគ្រប់គ្រងដើម្បីទទួលបាននៅ activate key ជាការស្រេចដូច្នេះជំហានងាយៗក្នុងការតម្លើងកម្មវិធី Khmer Editor គឺមានតែប៉ុណ្ណេះឯងបាទសូមអរគុណសម្រាប់ការតាមដាននិងការទស្សនា